រាល់ថ្ងៃរនឹកធ្វើម្ហូបឡើងចង់កញ្ញាញ់ខួរហើយម្ហូបដដែលអត់មានអីក្រៅពីឆាស្ងោរហើយនឹងចៀននឹងទេប្តីទៅធ្វើការមានតែក្រៀមក្រោះចៀនហើយនឹងឆាអញ្ចឹងហើយនៅផ្ទះឆ្លៀតថែមមួយមុខទៀតឲ្យកូនគឺស្ងោរចាហើយកូននោះមិនសូវចង់ញ៉ាំទៀតឲ្យតែស្លស្ងោរមានបន្លែមានអីអញ្ចឹងដល់ពេលសួរថាចង់ញ៉ាំអីអត់ដឹងហើយម៉ែនេះគឺព្យាយាមណាស់គឺស្លឲ្យមានសាច់មានបន្លែមានជាតិវីតាមីនប្រូតេអ៊ីនចាចម្រុះឲ្យកូនបានញ៉ាំដើម្បីសុខភាពល្អហើយជាពិសេសហ្នឹងគឺថាប្រើគ្រឿងស្រាលមែនទែនឥឡូវហ្នឹងគឺនាំកូនញ៉ាំសាបបងប្អូនអត់សូវញ៉ាំដិតខ្លាំងពេកទេចាខ្ញុំរងាស់សាច់ឲ្យផុយទៅដាក់បន្លែឲ្យផុយជាមួយគ្នាចាដើម្បីឲ្យចេញជាតិទៅអ្នកណាអត់ចេះញ៉ាំបន្លែគឺហត់តែទឹកសឡនឹងចាឲ្យមើលទឹកត្រីគេផងគឺទឹកត្រីខ្មែរទឹកត្រីកប៉ោតបងប្អូនឥឡូវឈឺច្រើនណាស់កំចាំតពេលឈឺធ្ងន់បានទៅរកពេទ្យចាហើយថ្នាំដែលល្អបំផុតហ្នឹងគឺចេញពីអាហារដែលយើងបរិភោគរាល់ថ្ងៃនឹងឯងហើយក៏ដូចពាក្យចាស់លោកថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណីញ៉ាំល្មមទៅកុំឲ្យញ៉ាំច្រើនពេកដល់ពេលសល់ច្រើនពេកលើសពីតម្រូវការរបស់សារពាង្គកាយក៏អត់ដឹងយកទៅណាដែរអរគុណបងប្អូនដែលបានទស្សនាវីដេអូឃ្លីបនេះ